ក្មេងខ្ញុំខំសម្រាប់ពីការងារដើម្បីមកលេងផ្ទះតែប្រហែលថ្ងៃហ្នឹងមកដល់ផ្ទះគឺថាដែរបានសម្រាប់ការងារកញ្ចប់គៀងផ្ទះអីហ្នឹងគឺគាត់ប្រមូលធ្វើអស់ឥឡូវថ្ងៃនេះមកឡើងដើមភីផាបេះផ្លែភីផាឲ្យកូនប្រសាហូបប្រាប់ហើយហ្នឹងថាបាច់បេះទេចាំកូនបេះខ្លួនឯងអត់ស្ដាប់ទេទៅយកកម្មចដាឡើងដើមភីផាបេះឲ្យកូនហូបតតបានចាំអីថ្ងៃហ្នឹងថ្ងៃពលកម្មនៅស្រុកចិនគេហៅថាអ៊ូអ៊ីអត់មានបានទៅណាទេនៅតែផ្ទះហ្នឹងឯងក្មេងខ្ញុំគាត់ទៅដើរលេងជាមួយអ៊ីបាត់ហើយក្មេងខ្ញុំគាត់ចូលចិត្តដើរលេងទៅណាទេមកទៅលេងអញ្ចឹងគឺគាត់ធ្វើការងារនេះនោះគាត់លើករងលើកអីធ្វើនេះធ្វើនោះរបស់គាត់ទៅថ្ងៃហ្នឹងខ្ញុំហាញ់ប្តីខ្ញុំនឹងរៀបចំដាំតកួនណារងប្តីលើកតាំងពីម្សិលមិញតែអត់បានដាំទៅតែបានដាំថ្ងៃហ្នឹងហើយអាគ្រាប់តកួននេះយើងត្រាំវាមកយប់ទៅឲ្យវារីកបន្តិចមកចាំយើងយកមកដាំប្តីខ្ញុំនេះគេអ្នកធ្វើដីធ្វើអីហើយក្មេងខ្ញុំគាត់នៅសួនម្ខាងទៀតលើករងដាក់អានោខ្ញុំនេះគ្មានបានដាំខ្លួនឯងទេឡើយតែពោកូនឈោមើលប្តីធ្វើទៅមួយប្តីខ្ញុំគាត់ថាគាត់ខាំធ្វើបន្លែដាំអីយូរហើយអញ្ចឹងថ្ងៃហ្នឹងចង់បញ្ចេញស្នាដៃដាំតកួនឲ្យប្រពន្ធហូបបានផ្លែតហ្នឹងឲ្យក្មេងខ្ញុំគាត់មកសួរថាធ្វើដីហ្នឹងដាំអីគេប្តីខ្ញុំគាត់ថាធ្វើដាំតកួនព្រោះអីប្រពន្ធហ្នឹងចូលចិត្តហូបតកួនណាមកតកួនដុះបានហូបហ្នឹងដឹងកាលណាទេប្តីខ្ញុំដាំតកួនហ្នឹងនិយាយថាមើលតកួនហ្នឹងដឹងដុះអត់ទេបើសិនជាអត់ដុះដឹងតាមម៉ាស់មុខមកខ្ញុំថាមិនអីទេដឹងតែដុះឲ្យព្រោះអ្នកលក់ថាពូជតកួនហ្នឹងគ្រាប់ពូជល្អបន្ទាប់ពីដាំតកួនហើយហ្នឹងខ្ញុំឆ្លៀតមកមើលកុលខេងតែយកពីផ្ទះចាយខ្មែរមកថ្ងៃមុនតែវិញដើមលហុងទិញតាមអនឡាញពីដើមយកមកដាំមកបន្ទាប់ពីដាំបន្លែដាំអីហើយហ្នឹងធ្វើបបរឲ្យកូនហូបប្តីខ្ញុំថ្ងៃហ្នឹងគេធ្វើពងទាកូនស៊ីឈាន់ឲ្យខ្ញុំហូបម្ដងម្សិលមួយថ្ងៃហ្នឹងខ្ញុំបានទិញពងទាកូនតាមអនឡាញមកហើយប្រាប់ប្តីខ្ញុំថាខ្ញុំចង់សាកហូបរសជាតិពងទាកូនស៊ីឈាន់ហ្នឹងមានណាឡៃតែបញ្ចុកបបរកូនមកដល់ប្តីធ្វើឲ្យបាត់ពេលធ្វើឲ្យអញ្ចឹងដួសមកឲ្យប្រពន្ធភ្លក់យកមកតែទិញថ្ងៃមុនបាន10គ្រាប់តែធ្វើតែ5គ្រាប់ទេតែអត់មានអ្នកហូបជាមួយទេខ្ញុំហូបតែឯងប្តីម៉ែក្មេកឲ្យក្មេកអីគាត់អត់សូវចូលចិត្តហូបទេមានអី5គ្រាប់ហ្នឹងខ្ញុំហូបម្នាក់ឯងឡើងអស់ហ្មងណាមួយខានហូបពងទាកូនយូរដល់ពេលមកហូបពងទាកូនស៊ីឈាន់លើកទី1ចេះទៀតហូបឡើងជក់ចិត្តបើនិយាយពីរសជាតិវិញឡើងឆ្ងាញ់ហ្មងគ្រាន់ថារៀងហឹរបន្តិចធ្វើ5គ្រាប់ហ្នឹងប្តីខ្ញុំដាក់ដុំស៊ីឈាន់តែមកចេះហៀងទេចាំមើលលើក្រោយខ្ញុំធ្វើម្ដងទៀតចាំប្រាប់ពីវិធីធ្វើអូនិយាយមែនឆ្ងាញ់ឡើងជាប់ចិត្តជាប់មាត់ហ្មងញ៉ាំពងទាកូនអស់5គ្រាប់ហើយហ្នឹងញ៉ាំបាយទៀតហ្នឹងប្តីខ្ញុំគាត់ឆាតូហ្វូភីហើយនឹងទិញទាអាំងគេមកហូបតូហ្វូភីគេនឹងឡើងឆ្ងាញ់ហ្មងនេះហូបបាយ4នាក់ម៉ែឪក្មេងកូនខ្ញុំអង្គុយនៅកៅអីមើលម៉ែឪហូបតពីហូបបាយហើយហ្នឹងឪក្មេកខ្ញុំគាត់ពោកូនខ្ញុំលេងទៅតនេពីការងារដឹងតែពោចៅហើយខ្ញុំវិញតាំងពីបានឪក្មេកមកគឺថាស្រួលខ្លាំងមែនតើឪក្មេកជួយពោកូនដើរលេងបាត់រហូតមានណាឥឡូវឪក្មេកអ្នកពោកូនខ្ញុំអង្គុយហូបអលឹកធ្វើម្ដងពងទាកូន5គ្រាប់ហើយញ៉ាំបាយអស់ហើយលើញ៉ាំអលឹកថែម